Hello my friend cha my friend ថ្មីអ្នកមើលចាអ្នកមើលថ្មីសួស្ដីបាទវគ្គនេះគឺជាវគ្គដែលយើងត្រូវមកសាងសង់ផ្ទះសួស្ដីបងប្អូនទាំងអស់គ្នាបងប្អូនបានមើលវីដេអូនេះហើយសូមជួយចុច Subscribe Channel របស់ខ្ញុំមួយផងព្រោះអី Channel របស់ខ្ញុំវានៅទូចនៅឡើយទេបងប្អូនតែបានតែ36 Subscriber ទេអញ្ចឹងបងប្អូនសូមមេត្តាជួយចុចផងដើម្បីឲ្យ Channel របស់ខ្ញុំរីកធំបន្តិចណាបងប្អូនហើយនេះគឺជាវីដេអូសាងសង់ផ្ទះរបៀប game HPR ហើយកន្លែងនេះយើងសាងសង់លក្ខណៈ condo បងប្អូនហើយការសាងសង់នេះយូរមែនតើខ្ញុំសាងសង់រយៈពេល2ម៉ោងសេរីស្រង់តម្រុំតបានហើយនេះវេទនាណាបងប្អូនអើយកន្លែងនេះកន្លែងយើងដាក់ទ្វារកញ្ចក់ទ្វារអីហើយនេះខ្ញុំដាក់សាងបងប្អូនដាក់សាងឲ្យខ្ញុំចប់វីដេអូអូនៅស្រីស្រង់លៀបពណ៌លៀបអីចឹងមកគេថាផ្ទះនីមួយធ្វើមិនងាយបានទេបងប្អូនសូម្បីតែផ្ទះយើងនៅមែនតែនក៏ដោយក៏យើងធ្វើត្រូវការចំណាយដើមទុនច្រើនឬលុយកាក់ច្រើនសម្រាប់សាងសង់វាហើយសាងសង់នោះទៅបានហត់ណាស់បងប្អូនអើយនេះនិយាយទៅក្នុងហ្គេមនេះប្រៀបដូចជីវិតប្រចាំថ្ងៃរបស់យើងផងដែរកន្លែងសាងសង់ផ្ទះនេះមានអារម្មណ៍ថាហត់បងប្អូនហើយបងប្អូននៅអត់ទាន់ចេះសាងសង់បងប្អូនអាចទៅសាងសង់បានចុចចូលកន្លែងរូបផ្ទះមកវានឹងលោតចេះយើងយកកន្លែងរូបភ្នែកខាងលើកន្លែងកែងខាងស្ដាំនេះបងប្អូនចុចមកនឹងវាលោតឲ្យយើងសាងសង់ហើយយើងសាងសង់មិនងាយដំបូងខ្ញុំអត់ចេះសាងសង់ដែរទេបងប្អូនវាបដោះទៅសមុនចេះចុះទៅដល់ពេលយើងមើលគេដែរហើយយើងចាប់ផ្ដើមចេះសាងសង់បដោយកន្លែងខ្ញុំសាងសង់លក្ខណៈ condo 2ជាន់បងប្អូនជាន់លើផ្ទុកដេកហើយវីដេអូនេះវាវែងដែរបងប្អូនអញ្ចឹងបងប្អូនអាចទស្សនាបន្តបានហើយយ៉ាបងប្អូនកន្លែងនេះយើងចាប់ម៉ូដវាកន្លែងចាប់ម៉ូដពិបាកមែនទេបងប្អូនខ្ញុំស្រេនោះបានមួយវេទនាជុំយកកន្លែងនេះវាដៃយកដែរសាងសង់ដល់ពេលយើងអុំបន្តិចទៅវាល្អយើងអត់ទាន់ដឹងសើអីក្រង់បងប្អូនកន្លែងនេះយើងអុំចាប់ជ្រុងវាធ្វើប្រហោងលក្ខណៈថាប្រហោយពេលយើងចុះក្រោមហើយទីនេះខ្ញុំធ្វើ2ជាន់សម្រាប់ជាន់លើយើងដាក់បន្ទប់ដេកអូផ្ទះនេះបើគេនេះអ្នករៀនវិស្វករមកគូប្លង់នៅផ្ទះនេះបានយើងចង់ធ្វើផ្ទះយើងធ្វើប្លង់នៅក្នុងនេះក៏បានដែរហើយធ្វើចេញបានដូចគ្នាវាមិនខុសគ្នាប្រហែលសម្បីវិស្វករគេគូប្លង់លក្ខណៈបែបនេះទេបងប្អូនហើយផ្ទះយើងមុនដំបូងផ្ទះខ្ញុំសាមញ្ញទេផ្ទះក្នុងនោះបងប្អូនអាចមើលវីដេអូក្រោយចាស់ខ្ញុំបានផ្ទះខ្ញុំធម្មតាតែពេលខ្ញុំឃើញផ្ទះយើងកត្រាពេកខ្ញុំចាប់ដើមសាងសង់ condo មួយសាងសង់ផ្ទះហ្នឹងមកឡើងមកហើយផ្ទះយើងសាងសង់ខ្លួនឯងនេះវាមិនកលិបដូចផ្ទះគេផ្សេងនៅផ្ទះគេខាងនោះផ្ទះនៅចិត្តផ្ទះខ្ញុំភូមិគ្រឹះនៅចិត្តនេះស្អាតដល់បងប្អូនអើយផ្ទះគេហើយមិនដឹងគេបុកលុយអស់ប្រហែលទេហើយខ្ញុំនេះមានបានបុកលុយអីទេបុកបានតែ$យកបានកូនម៉ូតូមួយឥឡូវអត់ទាន់ធ្វើវីដេអូចេញអំពីការជិះម៉ូតូនឹងផងអានេះយើងសាងសង់ចាប់ដាំបកគោលវាណាកាជួងមុខនេះកុំឲ្យវាភ្លៀងមកអីវាបាក់វាបែកខ្យល់ត្រូវអីបងប្អូនហើយកន្លែងដាំបកគោនេះស្រែឡើងយូរដែរមិនងាយទេបងប្អូនណានេះស្រែលឹះស្អីទៀតអស់ចុះឡើងតម្រុំតែត្រូវមុំត្រូវខ្នាតវាហើយយើងសាងសង់គេឲ្យយើងទៅតាក់មេអំបៅទៅតាក់ចាបអីណាហើយយើងនេះជួបទៅសាងសង់ហើយយីប៉ែនោះកន្លែងនេះខ្ញុំវាអស់វាលោតចូល YouTube អញ្ចឹងយើង select វាចេញមកវិញកន្លែងខ្ញុំស្រែស្រង់ខ្នាតបន្ថែមទៀតជួខាងលើនេះហើយយើងចាប់ផ្ដើមបិទកដានបិទអីវាឲ្យស្អាតមកកន្លែងនេះយើងយកបិទការ៉ូវាទេនេះបិទវាឲ្យវាជិតឲ្យស្អាតហើយចុងក្រោយយើងយ៉ាងប្រហុយនេះវាតែប៉ុណ្្នឹងទេបងប្អូនហើយយើងចាប់ដើមនេះតែនេះខ្ញុំស្រែបិទម៉ូដជាងឡើយនេះយើងធ្វើដូចទ្វាររូតបងប្អូនទ្វាររូតវាតំណងវាផ្ទះនេះលក្ខណៈម៉ាតបន្តិចមិនទេបងប្អូនវាចូលលក្ខណៈម៉ាតហើយមិនមែន condo ទេតែយើងធ្វើជួនលើសម្រាប់ដេកហើយនេះយើង design ក្រោវាឲ្យវាចេញជាពណ៌សយកពណ៌សមកកន្លែងនេះខ្ញុំថា decor វាឲ្យវាចេញពណ៌មួយទៀតចេញពណ៌ក៏ដីក៏បានបដានលើនេះតួតែខ្ញុំចូលទៅកន្លែងមួយទៀតតែនេះខ្ញុំអត់ទាន់ decor ទេខ្ញុំមក decor ខាងនេះបិទខ្ញុំថាបើកចំហឡើយនោះហើយទ្វារនេះខ្ញុំចាប់ដើមដាក់កាន់ចណ្ដើរឡើងទៅជួនលើ
កន្លែងនេះយើងស្រែស្រង់តំណងទៅបានបងប្អូនវេទនាចំយ៉ាងកន្លែងកណ្ដាលនេះក៏វេទនាដែរស្រែនោះត្រូវខ្នាតត្រូវមុំវានោះដឹងសើវេទនាចង់ងាប់ហើយវីដេអូធ្វើផ្ទះធ្វើមិនរហត់មែនចូល2ម៉ោងវីដេអូបងប្អូនហើយអ្នកលេងហ្គេមនេះដឹងហើយចង់សាងសង់ផ្ទះគេដាក់ឲ្យស្រាប់មិនចង់នៅទេមកធ្វើផ្ទះថ្មីខ្លួនឯងនេះចាប់ដើមចាប់ខ្នាតចាប់ចណ្ដើដាក់វាមានម៉ូតមានម៉ាក់តែខ្ញុំចាប់វាដាក់មកវាចេញអត់តំណងខ្ញុំចាប់ដើមរុះរើវិញទីកន្លែងរុះរើចណ្ដើឡើងវិញអស់នេះដាក់ពណ៌សដល់ពេលហើយវានៅខ្នាតវាស្អីតំណងទៅដែរបងប្អូនអញ្ចឹងខ្ញុំរុះរហូតស្រែស្រង់ចូលឡើងតម្រុំតែពេញចិត្តនៅចណ្ដើមួយនេះចូលឡើងហើយចាប់ដើមធ្វើចណ្ដើនេះរៀងយូរកន្លែងនេះចណ្ដើនេះស៊ីពេលហើយចូល10 20 30 នាទីម្ដងកន្លែងនេះហើយនេះយើងដាក់សារវាទៅវាលឿនបន្តិចហើយបងប្អូនដែលមានម៉ូតទេសស្អាតនេះជួយខមមិនប្រាប់ផងតែខ្ញុំមើលទៅលែងសាងសង់ហើយព្រោះអីយើងធ្វើនេះហត់ណាស់យើងលេងតែប៉ុណ្្នេះបានហើយម៉ូតទេសហើយដីខ្ញុំអត់ទាន់ទិញតែបានថែមទេដីជុំវិញផ្ទះនោះអញ្ចឹងទៅខ្ញុំធ្វើបដោយតឹងខ្នល់វាយ៉ាមុខនោះវាទៅបដោយខ្នល់វិញវាអត់ទៅតឹងខ្នល់ទេបងប្អូនហើយនៅទ្វារក្រោយយើងហើយនោះពោតខ្ញុំដាំដុះអីខ្ញុំអត់ទៅបានច្រូតទេខ្ញុំរកទៅសាងសង់ផ្ទះសាងសង់អីហើយ plan គេដាក់មកឲ្យធ្វើការមកកណ្ដោអត់ទាន់បានធ្វើយើងមករកទៅសាងសង់ផ្ទះនោះចាប់ឲ្យយ៉ាប់ស្អីពេញនឹងនេះចាប់ដានទៅលើស្រោបពីលើទៀតចាប់ដើមមកទៅនេះខ្ញុំស្រែស្រង់វាខ្ញុំជុំទៅនេះផោងចាប់ដើមរុះរើមកទៅខ្ញុំវាយក្រោខ្យងទៅនេះខ្ញុំថាចាប់ដើមទាញទៅសទីនេះយកមកដាក់ឲ្យដាក់គេតបូលអីចាប់ដើមទាញសទាញតបូលយកមកដាក់អស់បងកន្លែងនេះចាប់ដើមទាញទ្វារទៅអញ្ចឹងវាយខ្ចប់អានេះរៀងលឿនវីដេអូខ្ញុំដាក់វារៀងលឿននៅកន្លែងមិញហើយនេះយើងស្រែទ្វារខ្ចប់តិចមកឲ្យវាលិចយើងនៅក្នុងផ្ទះយើងក៏មើលឃើញដល់ក្រៅដែរដាក់ខ្ចប់ឲ្យប្រហែល5 10 ជាន់ 6 10 ជាន់តែបងប្អូនណានេះគេដាក់ប្រហុយនេះដាក់ទៅវាអត់ឃើញស្អាតគាត់ដោះចេញវិញហ្នឹងដាក់នេះទៅលើមកវាស្អាតដោះវាចេញវិញដោះប្រហុយក្រោមចេញវិញដាក់ខ្ចប់មួយទៀតស្រែស្រង់ល្អអូនស្រែផ្ទះនេះពិបាកដាក់ជាងគេតបូលហ្នឹងបងក៏រៀងបរកកន្លែងដាក់មិនចង់ឃើញនេះតបូងខ្ញុំអត់ទាន់ចេះធ្វើវេទនាធ្វើទុកចណ្ដើ5វាលសង់មកចណ្ដើមួយមិនតបូងplan នៅច្រើនទីមិនទាន់បានធ្វើការងាររួចទេកន្លែងនេះយើងវាយជាងហើយបានយើងចាប់ខ្ចក់ចាប់ទ្វារបានបងប្អូនសាងសង់វាយជាងហើយចាំចាប់ខ្ចក់ចាប់ទ្វារចូលហើយកន្លែងនេះដូចគ្នាតបូលយើងវាយជាងហើយចាំចាប់តបូលពីលើមកអញ្ចឹងវាដាក់ត្រូវខ្នាតត្រូវមុំវាទេហើយនេះយើងចេញមកមើលផ្ទះយើងចេញមកមើលវាបានប៉ុណ្ណាហើយអូឡើងភ្លឹងបងប្អូនកន្លែងនេះស្អាតខ្ញុំថាខ្ញុំមកទស្សសាងសង់ប្រហើយនៅលើនោះខ្ញុំគិតថាខ្ញុំសាងសង់កន្លែងបន្ទប់ទឹកបន្ទប់អីទៀតអញ្ចឹងយើងសាងសង់តែប៉ុណ្នេះសិនហើយកន្លែងនេះខ្ញុំដកគោលចេញមួយគោល2វាឆ្អ៊ីតដាក់ទៅគោល1នៅកន្លែងនេះចុះដើមខ្ញុំស្រែស្រង់ដាក់កៅអីជួកៅអីចូលអស់ហើយកន្លែងនេះវាយការ៉ូពណ៌សវិញអស់កុំឲ្យនៅពណ៌កម្ៅពណ៌ឈើស្អាតទេបងប្អូនវាយពណ៌លេងម៉ូតវិស្វករជំនាញមែនតើកន្លែងវាយការ៉ូក្នុងពណ៌សខ្លះទុកពណ៌ឈើមកកណាអូកន្លែងនេះយើងវាយការ៉ូអីហត់ណាមែនតើចឹងគេថាធ្វើផ្ទះជាងសម័យឥឡូវធ្វើផ្ទះយកលុយថ្លៃស្អីគេធ្វើការហត់ហើយយើងអ្នករលុយក៏រលុយពិបាកមិនដូចពីមុនទេបងប្អូនណានេះហើយអានេះចាប់ដល់ខ្ញុំវាយបដានលើវាយចេញជាពណ៌ឈើតែពណ៌សយកពណ៌សវិញខ្ញុំវាយវាចេញពណ៌នេះវិញខ្ញុំខ្ជិលទុកពណ៌នោះវាអត់ស្អាតបងប្អូនហើយតែនេះវីដេអូវានៅច្រើនទេខ្ញុំនឹង review អីទៀតបងប្អូនអញ្ចឹងបងប្អូនមើលបន្តចុះហើយអរគុណសម្រាប់ការចុច subscriber អរគុណច្រើនបាយបាយ